ជំងឺកកឬភ្ញូម៉ូនីគឺជាការរលាកក្នុងសួតដែលបណ្ដាលឲ្យសួតរបស់អ្នកជំងឺពោរពេញទៅដោយអាបឬទឹកហើយជំងឺនេះតែវាអាចបង្កឡើងដោយមេរោគពពួកបាក់តេរីដែលបាក់តេរីវាច្រើនជា Streptococcus pneumoniae ពួកវីរុសមានដូចវីរុស Influenza ឬ RSV ឬសារធាតុផ្សេងៗទៀតការរលាកនេះធ្វើឲ្យអ្នកជំងឺដកដង្ហើមពិបាកនិងអាចនាំឲ្យមានបញ្ហាផ្សេងទៀតដូចជាការខ្វះអុកស៊ីហ្សែនរហូតដល់សន្លប់ក៏មានរោគសញ្ញានិងសញ្ញារួមមានសញ្ញាដែលគួរឲ្យចាប់អារម្មណ៍ជាជំងឺរលាកសួតមានដូចជាក្អកមាន slash ឬក្អកស្ងួតពិបាកដកដង្ហើមក្តៅខ្លួនឈឺក្បាលឈឺខ្លួនថប់ដង្ហើមមានអារម្មណ៍ដូចជាខ្យល់ចង្វាក់បេះដូងលឿននៅក្នុងករណីធ្ងន់ធ្ងរអាចសន្លប់ឬចាំបាច់ត្រូវដាក់អុកស៊ីហ្សែនអ្នកដែលមានហានិភ័យខ្ពស់ដែលបណ្ដាលឲ្យកើតជំងឺរលាកសួតរួមមានដូចជាទារកមនុស្សចាស់ដែលមានវ័យជាង60ឆ្នាំឡើងទៅអ្នកជក់បារីអ្នកមានជំងឺហឺតឬជំងឺផ្លូវដង្ហើមផ្សេងទៀតអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយដូចជាអ្នកជំងឺអេដឬអ្នកជំងឺទឹកនោមផ្អែមជាដើមការព្យាបាលផ្អែកទៅលើមូលហេតុដោយខាងក្រោមបើសិនបើអ្នកជំងឺនេះបង្កឡើងដោយពពួកបាក់តេរីអ្នកជំងឺត្រូវចាំបាច់ប្រើប្រាស់ថ្នាំកម្ចាត់មេរោគបាក់តេរីបើសិនបើបង្កឡើងដោយវីរុសការព្យាបាលពឹងផ្អែកទៅលើការថែទាំខ្លួនដើម្បីឲ្យរាងកាយយើងមាំមួនដូចជាការគេងឲ្យបានគ្រប់គ្រាន់ហូបចុកឲ្យបានច្រើនជាដើមហើយក៏មានវីរុសមួយចំនួនមានថ្នាំប្រឆាំងនឹងវាផងដែរបើសិនបើករណីធ្ងន់ត្រូវរស់រាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យធំជាបន្ទាន់ដើម្បីទទួលបានការព្យាបាលឲ្យទាន់ពេលវេលាដូចជាការផ្ដល់អុកស៊ីហ្សែនឬក៏ផ្ដល់ម៉ាស៊ីនជំនួយផ្លូវដង្ហើមជាដើមការការពារដែលមានប្រសិទ្ធភាពគឺការរក្សាអនាម័យមានដូចជាលាងដៃមុននិងក្រោយពេលចាប់កាន់របស់អ្វីមួយចាក់វ៉ាក់សាំងការចាក់វ៉ាក់សាំងប្រឆាំងមេរោគ flu ឬផ្ដាសាយនិង pneumococcal គឺជាវិធីការពារសំខាន់ទោះបីជាការចាក់វ៉ាក់សាំងមិនបានការពារបាន 100% យ៉ាងណាក្តីតែអត្រាអ្នកដែលបានចាក់វ៉ាក់សាំងនេះមានគ្រោះថ្នាក់ទាបជាងក្រុមមនុស្សដែលមិនបានចាក់ជៀសវាងនៅជិតអ្នកជំងឺផ្ដាសាយឬក៏ការពារដោយការពាក់ម៉ាស់ក៏ជួយបន្ថយហានិភ័យផងដែរទទួលទានចំណីអាហារល្អៗដូចជាពពួកអាហារការពាររាងកាយជាដើមជាចុងបញ្ចប់សង្ឃឹមថាវីដេអូនេះបានជួយឲ្យបងប្អូនយល់ដឹងកាន់តែច្បាស់ស្ដីអំពីជំងឺទឹកកកសូមជួយ like subscribe និងចែករំលែកវីដេអូនេះទៅកាន់មនុស្សគ្រប់គ្នាដែលអ្នកខ្វល់ខ្វាយសូមមានសុខភាពល្អសម្រាប់អ្នកគ្រប់គ្នាសូមអរគុណ